ខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរខ្មែរសាមគ្គីខ្មែរឈ្នះគ្រប់ស្ថានភាពកាលពីថ្ងៃទី27ធ្នូឆ្នាំ2025ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីបន្តចុះពិគ្រោះនិងពិនិត្យព្យាបាលជំងឺជូនពលរដ្ឋបងប្អូនភេសកនៅខេត្តកោះកុងដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានពីប្រទេសថៃអាដាមលេងផាលីដែលជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាយុដំហ៊ុនម៉ាណីបានថ្លែងថាថ្ងៃនេះបាននាំយកសម្ភារៈបរិក្ខារថ្នាំពេទ្យនិងស្បៀងអាហារមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់អាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាយុដំហ៊ុនម៉ាណីព្រមទាំងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីចំនួន94នាក់ស្រី52នាក់និងទទួលបានការសម្របសម្រួលដោយលោកជំទាវជីវ៉ាអភិបាលខេត្តកោះកុងក្នុងការចុះអប់រំសុខភាពពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនិងស្បៀងអាហារជូនដល់ជនភៀសសឹកនៅក្នុងស្រុកស្រែអំបិលបានចំនួន714នាក់ស្រី346នាក់និងស្រុកកោះកុងបានចំនួន2010នាក់ស្រី700នាក់ដែលរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានពីថៃដោយប្រើប្រាស់អាវុធតូចធំដោយកម្រោលនិងមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពនៃកម្ពុជាចាប់តាំងពីរសៀលថ្ងៃទី7ខែធ្នូបន្តរហូតដល់ព្រឹកថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ជាថ្ងៃដែលប្រជាជនទូទាំងប្រទេសរួមអបអរសាទរដោយមានការពេញចិត្តជាខ្លាំងបានទទួលដំណឹងថានៅក្នុងលទ្ធផលកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងកម្ពុជានិងថៃបានចុះហត្ថលេខាឯកភាពគ្នាលើបទចុះបាញ់បន្ទាន់បានចូលជាធរមាននៅវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយដោយត្រូវអនុវត្តរួមគ្នារយៈពេល72ម៉ោងមិនត្រូវឲ្យមានការផ្ទុះអាវុធឡើយអាដាមវិជ្ជបណ្ឌិតទៅមឹងអនុប្រធានប្រតិបត្តិទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីប្រចាំខេត្តកោះកុងនិងជាប្រធានមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុងនិងលោកសុវណ្ណប៊ុនធឿនអភិបាលស្រុកកោះកុងនិងប្រជាប្រដ្ឋជនភៀសសឹកបានលើកឡើងថាថ្ងៃនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់អាដាមហ៊ុនម៉ាណីបានចូលមកជួយតាមតំបន់ជំរំជនភៀសសឹកខេត្តកោះកុងថ្ងៃនេះឃើញថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាដាមហ៊ុនម៉ាណីគាត់តែងតែយកចិត្តទុកដាក់មកជួយអញ្ចឹងថ្ងៃនេះគាត់មកជួយតាមតំបន់ទីសវត្ថិភាពភៀសសឹករបស់ខេត្តកោះកុងដែលមាន3ស្រុកគាត់មកជួយនៅស្រុកកោះកុងនេះដែលមានប្រជាជនរស់បានគាត់ចេះថ្ងៃឡើងគាត់ទៅវិញខ្លះអញ្ចឹងគាត់ត្រឡប់វិញចម្ងាយ60គីឡូពីខេត្តពីកន្លែងស្រុកក្រុងខេមរភូមិន្ទមណ្ឌលសីមាដែលភៀសសឹកហ្នឹងឬក៏ខ្លះក៏គាត់ទៅទាំងស្រុកហ្មងអញ្ចឹងថ្ងៃនេះសល់តែជាង2000នាក់ទេហើយអញ្ចឹងនៅស្រុកបតុមសាគរក៏គាត់បានជួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ាណីហើយនឹងស្រុកស្រែអំបិលអញ្ចឹងទាំង3ស្រុកនេះគាត់បានចូលថ្ងៃនេះគាត់មកមានសកម្មភាពអប់រំសុខភាពដូចជាជននឹងដឹកនាំដោយអាដាមលេងផាលីប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីហើយក៏ទ្រង់ថ្លែងអំណរគុណជាពិសេសអាដាមហ៊ុនម៉ាណីដែលគាត់តែងថាឲ្យយើងមានទីណាដែលជាទុកព្រួយរបស់ប្រជាជនគឺជាទុកព្រួយរបស់យើងទាំងអស់គ្នាជាពិសេសពេទ្យតកតងនឹងសុខភាពអញ្ចឹងគាត់មកដូចថ្ងៃនេះគាត់អប់រំសុខភាពនៅទីនេះហើយនឹងគាត់គយពិនិត្យជំងឺព្យាបាលជំងឺនៅទីនេះនៅស្រុកកោះកុងហើយនៅនោះគាត់យើងធ្វើសកម្មភាពដូចគ្នាស្រុកបតុមសាគរនិងស្រុកស្រែអំបិលអញ្ចឹងថ្ងៃនេះគាត់ធ្វើបានទាំង3តែម្ដងតែប្រជាជនគាត់រៀងថយជាងមុនបន្តិចដោយសារពីមុន10000ជាងអ្នកសរុបទាំងអស់ឥឡូវសល់តែខ្ទង់6000ជាងទាំង3ទីតាំងហ្នឹងអញ្ចឹងសូមអរគុណមែនទែនជាពិសេសចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងសម្ដេចពុកសម្ដេចតេជោហ៊ុនសែនគាត់យើងជឿជាក់លើគាត់ដើម្បីយើងទាំងអស់គ្នាហើយខ្ញុំក្នុងនាមជាធានទីសុខាបាលជាគ្រូពេទ្យជាតបអសថាបដិញ្ញាធានាថាបងប្អូននៅជួរមុខសង្ឃឹមថាយើងនឹងជួយគាត់កុំបារម្ភយើងមានឡានទាំងថ្នាក់ជាតិទីពេទ្យតេជោទីពេទ្យរស័យអនុទីសុខាបាលទីសុខាបាលរបស់ខេត្តពងស្ពឺធានាឲ្យបងប្អូនហើយយើងមានតំណែងគ្នាជាមួយនឹងពេទ្យនៅទល់ដែនតែម្ដងអញ្ចឹងគាត់មានបារម្ភយើងចាត់ចែងរៀបចំអីថាអាចទទួលយកបានទោះបីយ៉ាងណាហើយក្រោបការចង្អុលបង្ហាញលោកជំទាវជីវ៉ាអបាលគណៈអបាលខេត្តដែលគាត់ខិតខំហើយគាត់ទាំងយប់ទាំងថ្ងៃគាត់ទូរស័ព្ទពីអាយកោ2 3យើងនឹងទទួលរហូតហើយជាពិសេសអាដាមសាស្ត្រាគាត់មានក្រុមការងារអាដាមអគ្គអាដាមហ៊ុនចម្រើនអាដាមដែលគាត់ធ្វើកិច្ចការងារអាដាមសាស្ត្រាទាំងអស់គឺកិច្ចការងារថ្នាក់ជាតិហ្នឹង
គាត់តែងតែថាធ្វើម៉េចឲ្យដើម្បីជាយោបល់ខ្លះយើងរាយការណ៍រាល់ពេលវេលានឹងជូនគាត់រាល់3ម៉ោងគាត់ឲ្យរាយការណ៍ជាវយខ្លីៗដើម្បីថាតើយើងមានអីដែលជាចំណុចខ្វះខាតអ្វីដែលយើងធ្វើមិនបានយើងនឹងរាយការណ៍គាត់ផ្ទាល់គាត់នឹងឲ្យជាយោបល់អនុសាសន៍ឬក៏មានអន្តរាគមន៍ផ្សេងៗអញ្ចឹងសូមអរគុណមែនទែន បាទពាក់ព័ន្ធជាមួយនឹងបទឈប់បាញ់ដែលចាប់ផ្ដើមពីម៉ោង 12 ថ្ងៃនេះដោយមានការសម្របសម្រួលពីឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនេះបើក្នុងនាមខ្ញុំផ្ទាល់ខ្ញុំសូមចូលរួមในការចុះកិច្ចព្រមព្រៀងនេះបាទហើយក៏សូមអបអរសាទរនៃការអនុវត្តនៅបទឈប់បាញ់នេះទោះជាមានរយៈពេលតែ72ម៉ោងក៏ពិតមែនក៏ប៉ុន្តែបើតាមយើងពិនិត្យទៅលើស្ថានភាពហើយនឹងលើអារម្មណ៍របស់ប្រជាពលរដ្ឋដែលធ្វើការភៀសសឹកមកនេះគឺខ្ញុំឃើញថាប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយដែលបានទទួលនៅបទឈប់បាញ់នេះបាទទោះបីជា72ម៉ោងពិតមែនតែមើលទៅបងប្អូនគាត់សប្បាយចិត្តហើយគាត់អាចនឹងធ្វើការវិលត្រឡប់ទៅគេហដ្ឋានវិញខ្លះដែរជាចុងក្រោយខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលកន្លងមកតែងតែគិតពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសគឺពេលដែលយើងមានសង្គ្រាមបាទប៉ះជាមួយនឹងខាងភាគីថៃនេះគឺលោកតែងតែព្យាយាមសម្របសម្រួលធ្វើម៉េចឲ្យមានសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋបាទហើយជាពិសេសនៅថ្ងៃនេះគឺសូមគោរពថ្លែងអំណរគុណដល់អាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលបានយកចិត្តទុកដាក់និងបានផ្ដល់គ្រូពេទ្យស្ម័គ្រចិត្តរបស់អាដាមឲ្យមកពិនិត្យនិងព្យាបាលជំងឺដល់ជនភៀសសឹកនៅក្នុងភូមិសាស្ត្រខេត្តកោះកុងយើងទាំងមូលនេះបាទក្នុងនាមខ្ញុំបាទជាអាបាលនៃគណៈបាលស្រុកបាទសូមថ្លែងអំណរគុណបាទជំរាបសួរខ្ញុំឈ្មោះនួនសុគន្ធាមកពីភូមិស្មាច់មានជ័យចាសង្កាត់ស្មាច់មានជ័យក្រុងខេត្តប្រាក់ភូមិន្ទខេត្តកោះកុងដោយសារតែនៅទីនោះអត់សូវមានសុវត្ថិភាពអញ្ចឹងនាងខ្ញុំក៏មករកជំរំតាមដែលថ្នាក់ខេត្តគាត់បានជំរាបជូនឲ្យមកស្នាក់នៅអញ្ចឹងក៏ខ្ញុំមកស្នាក់នៅបឋមសិក្សាតាពាំងរូងចាដើម្បីរកទីទួលសុវត្ថិភាពតាមថ្នាក់ដឹកនាំចាត់ចែងគាត់រៀបចំបានល្អហើយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមករហូតចំពោះការរៀបចំរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អាយដាមហ៊ុនម៉ាណីអរគុណគាត់បានរៀបចំចាត់ចែងបានយ៉ាងល្អជំរំភេសឹកនេះដើម្បីបណ្ឌិតជំងឺជូនប្រជាពលរដ្ឋទាំងអស់គ្នាជូនពរឲ្យគាត់មានសុខភាពល្អអាយុវែងជាចុងក្រោយអាដាមលេងផាលីបានបញ្ជាក់ថាចាប់តាំងពីថ្ងៃទី14ខែមិថុនាដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីបានសហការជាមួយនឹងរដ្ឋបាលខេត្តមន្ទីរសុខាភិបាលខេត្តសហភាពសហព័ន្ធយុវជនកម្ពុជានិងអាជ្ញាធរពាក់ព័ន្ធដែលត្រូវបានថៃឈ្លានពាននៅក្នុងបណ្ដាខេត្តមួយចំនួនដូចជានៅព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យសៀមរាបបាត់ដំបងពោធិ៍សាត់និងកោះកុងក្នុងការចូលអប់រំសុខភាពនិងពិនិត្យព្យាបាលជំងឺចែកថ្នាំស្បៀងអាហារនិងផ្ដល់សេវាដែលឥតគិតថ្លៃជូនជនភៀសសឹកបានចំនួន 232,471 នាក់ស្រី 138,297 នាក់ដែលជាអំណោយដ៏ថ្លៃថ្លារបស់អាដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារសសយក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីបានចូលរួមនៅក្នុងចលនាសង្គមជាតិដោយរួបរวมជាមួយនឹងសកម្មភាពសង្គមរបស់សសយក បន្ថែមទៀតតាមរយៈការលះបង់ដោយសរបញ្ជាក់ពីស្មារតីពីធ្នូដោយសមាជិកសមាជិកាសសយក សមាជិកសមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តអាដាមហ៊ុនម៉ាណីមកពីប្រភពមានទូនាទីនិងមុខងារផ្សេងៗមករួមគ្នាដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែកមកធ្វើការងារជាក្រុមដើម្បីសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិនិងផ្ដល់ជាគំរូដល់សង្គមជាតិការចូលរួមសកម្មភាពបម្រើសង្គមជាការរៀនសូត្របន្ថែមនៅក្នុងមូលដ្ឋានជាក់ស្ដែងនិងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី7យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជាប្រមុខដឹកនាំ